update តម្លៃហាងចេញមាននៅថ្ងៃទី2ខែ3 2026មាននៅក្នុង time frame 1ម៉ោងបាទអញ្ចឹងយើងឃើញហើយថាទីផ្សារមាសពីព្រឹកមិញនេះគឺបានហក់ឡើងខ្លាំងមែនទែនបងប្អូនបាទដែលវាឡើងទៅដល់តម្លៃ5400បាទវាឡើងខ្លាំងមែនទែនបាទឥឡូវក៏វាបានពួរបែកមកវិញខ្លះដែរដែលវាពួរបែកមកវិញដល់ទៅ100លេខបាទអញ្ចឹងហើយយើងមកមើលទាំងអស់គ្នាថាតើទីផ្សារមាសថ្ងៃហ្នឹងវាអាចនឹងបន្តឡើងទៅដល់ណាហើយវានឹងអាចចុះមកដល់តម្លៃណាបាទអញ្ចឹងបើតាមកម្លាំងទីផ្សារជាក់ស្ដែងឥឡូវហ្នឹងគឺវាស្ថិតនៅក្នុងលំហ uptrend ដល់ហើយទេបងប្អូនបាទអញ្ចឹងហើយកម្លាំងរបស់វាគឺនៅតែបន្តឡើងទៀតបាទបន្តឡើងទៀតបើកាលណាវានៅតែបែបនេះបាទហើយបើសិនជាវាចុះមកដល់តម្លៃ5250បងប្អូនអរគ្នាអាចចូលទិញបានម្ដងបាទហើយបើសិនជាវាចុះមកទៀតអញ្ចឹងបងប្អូនអរគ្នាអាចចូលទិញនៅតម្លៃ5095បាទជាតម្លៃឡូបាទបើសិនជាទីផ្សារមាសវាមកទៀតដែលវាអាចបំបីនៅតម្លៃហ្នឹងអញ្ចឹងតម្លៃដែលវាអាចនឹងមកដល់គឺតម្លៃ4958បងប្អូនអរគ្នាបាទនឹងបើសិនជាវាបានបំបីនៅឡូតម្លៃឡូ5095នឹងឯងបាទតែបើសិនជាវាអត់បំបីទេវានឹងបន្តឡើងទៅខាងលើទៀតហើយបងប្អូនអរគ្នាបាទអញ្ចឹងបើសិនជាវាបន្តឡើងទៅទៀតដែលវាអាចបំបីនៅតម្លៃ5455នេះបងប្អូនអរគ្នារងចាំឲ្យវាពួរបែកមកវិញច្រើនតិចចាំយើងធ្វើការទិញឡើងទៀតព្រោះអីទីផ្សារមាសវាប្រកាសជាឡើងទៅដល់តម្លៃ5600បាទហើយបើសិនជាវាឡើងទៅផុត5600នឹងទៀតគឺវានឹងបន្តឡើងទៅទៀតហើយបងប្អូនអរគ្នាបាទអញ្ចឹងថ្ងៃនេះខ្ញុំបាទក៏មានតែប៉ុណ្្នឹងដែរបាទសូមឲ្យបងប្អូនអរគ្នាត្រូវចំណេញច្រើនហេងស្នាមល្អ